ពោសុំចម្រើនពរដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានថ្ងៃនេះគឺជាថ្ងៃទី19ខែតុលាឆ្នាំ2025ហើយខ្ញុំគណៈអាត្មាភាពធ្វើវីដេអូកាត់បន្តវីដេអូផ្ទាល់នេះគឺមើលពីសកម្មភាពដែលខ្ញុំគណៈអាត្មាចែកតេយ្យទានជាអង្គដល់បងប្អូនភាសិកមកស្នាក់នៅក្នុងវត្តព្រៃខ្ពស់រួមបងប្អូនភាសិកដែលនៅតាមផ្ទះនៅក្នុងភូមិព្រៃខ្ពស់ផងដែរក្នុងនោះផងដែរគឺម្ចាស់សទ្ធាញោមម៉ាក់ដែលនៅសហរដ្ឋអាមេរិកព្រមទាំងញោមហេងសំរងញោមចន្ទថងកធូហើយនឹងបងស្រីជួនចេមីបងណាបងសូមថ្លែងអំណរអគុណចំពោះម៉ាក់លុយរុននិងកូនចៅបានចូលរួមដល់បងប្អូនភាសិក$100ញោមភាពនិងកូនចៅបានចូលរួមបងប្អូនភាសិក$50ញោមគុណនិងកូនចៅបានចូលរួមជូនបងប្អូនភាសិក$20សរុបទាំងអស់$170ទៀតថវិកាទាំងអស់នេះគឺខ្ញុំគណៈអាត្មាយកមកចាត់ចែងគ្រឿងម្ហូបឬក៏ជាអង្គដើម្បីជូនដល់បងប្អូនពិសិដ្ឋនៅក្នុងឆ្នាំ2025ហើយនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ផងដែរក៏សូមប្រសិទ្ធពរជ័យញោមម៉ាក់ណាលុយរុននិងកូនចៅនិងញោមភាពញោមគុណសូមបានទទួលពុទ្ធពរព្រះ4ប្រការអាយុវណ្ណៈសុខៈពលៈនិងជូនពរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឲ្យមានសិរីសួស្តីមានលាភមានជ័យទេវតាតាមថែរក្សាអាយុវែងយឺនយូរជាង100ព្រះវស្សាទៀតសូមថ្លែងអំណរអគុណចំពោះញោមហេងសំរងនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$100ដែលគាត់បានចូលរួមសម្រាប់បងប្អូនភាសិកនៅក្នុងទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់សូមថ្លែងអំណរអគុណចំពោះញោមចន្ទថងកធូនិងកូនចៅរស់នៅសហរដ្ឋអាមេរិក$100ក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការជូនពរជូនបុណ្យដល់ញោមហេងសំរងនិងកូនចៅញោមចន្ទថងកធូនិងកូនចៅសូមបានទទួលនៅពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិនោះសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានសូមញោមស្រីទាំងពីរនិងកូនចៅទៅទីកន្លែងណាក៏បានតែសេចក្តីសុខជួបតែសេចក្តីសុខចម្រើនអាយុវែងយឺនយូរជាង100ព្រះវស្សានិងទេវតាតាមថែរក្សាឲ្យមានសុខភាពល្អសុខចម្រើនអាយុវែងក៏ទាំងកូននិងចៅទៀតក៏សូមថ្លែងអំណរអគុណចំពោះបងស្រីជួនចេមីស្វាមីរបស់គាត់ក៏បានចូលរួមដល់បងប្អូនភាសិកនៅទឹកដីវត្តព្រៃខ្ពស់នេះគឺតាំងពីថ្ងៃទី10-11ដែលបងប្អូនមកស្នាក់នៅទាំងបងស្រីជួនចេមីដែលស្វាមីរបស់គាត់ក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការជូនចំពោះបងស្រីជួនចេមីនិងកូនចៅទាំងអស់ក្រុមគ្រួសារទាំងអស់ទៀតណានិងញោមលឿញោមម៉ាសូមឲ្យបានទទួលលើពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិបិណៈ
ឆ្នាំថ្មីឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីក៏សូមមានសេរីសុខស្ដីពីពលសុខគ្រប់ប្រការទៅទីកន្លែងណាទេវតាតាមថែរក្សាអាយុវែងយឺនយូរជាងរយព្រះវស្សាទៀតសូមអនុមោទនាពោបងស្រីជួនចេមីនឹង$200ប៉ុណ្ណាគាត់ប្រគេនមកយូរហើយប៉ុណ្ណាបន្តបន្ទៀតសូមចម្រើនពរពីមនីវបិណ្ឌបាតញោមញាតទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណាដែលធ្លាប់តាមដានតាម channel YouTube ខ្ញុំកណាអាត្មាទាំងពីរសូមញោមតាក់តងទេណាអាត្មាសូមពីមនីវបិណ្ឌបាតជំនួយបន្ថែមដើម្បីជូនដល់វគ្គកងទ័ពឬក៏បងប្អូនភាសឹកដែលបានមកស្នាក់នៅវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់បងក្នុងវត្តព្រៃខ្ពស់នេះក៏មានស្នាក់នៅហើយបើនៅខាងក្រៅមានន័យថាគាត់តាមផ្ទះបងប្អូនហ្នឹងសរុបទៅជាង50គ្រួសារណាញោម55គ្រួសារហើយថ្ងៃមិញទី19ហ្នឹងគឺមក5គ្រួសារទៀតញោមគាត់គឺជាលៀបពីខាងពុយប៉ែតលែងតំបន់គេក្តៅបាញ់រហូតហ្នឹងឯងញោមណាព្រោះអញ្ចឹងអាត្មាសូមចម្រើនពរបិណ្ឌបាតជំនួយបន្ថែមណាបងញោមតាក់តងមកតាមអាត្មាតាម channel YouTube អាត្មាផ្ទាល់បងណាបងនឹងសូមអរព្រគុណនិងអរគុណញោមញាតបង